ការ៉ុតគឺជាបន្លែដ៏មានសារធាតុចិញ្ចឹមខ្ពស់និងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សុខភាពរាងកាយខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់នៃមើមការ៉ុត 1. ការពារនិងជួយទ្រទ្រង់សុខភាពភ្នែកការ៉ុតសម្បូរទៅដោយសារធាតុបេតាការ៉ូទីនដែលរាងកាយបំលែងទៅជាវីតាមីន A វីតាមីននេះជួយការពារភ្នែកពីការថយចុះខ្សោយពេលយប់ភ្នែកមានកន្ទុយឬមើលមិនសូវច្បាស់ពេកងងឹតនិងកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ cataract និងជំងឺខូចកោសិកាភ្នែកតាមវ័យ macular degeneration 2. ពង្រឹងប្រព័ន្ធភាពស៊ាំ immunity មានផ្ទុកវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីកម្មខ្ពស់ដែលជួយជំរុញការផលិតកោសិកាឈាមសនិងការពាររាងកាយពីការឆ្លងមេរោគឬជំងឺផ្សេងៗ 3. រក្សាសុខភាពបេះដូងសារធាតុប្រឆាំងអុកស៊ីកម្មនិងជាតិសរសៃដែលមាននៅក្នុងការ៉ុតជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL ក្នុងឈាមជួយគ្រប់គ្រងសម្ពាធឈាមនិងកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល 4. ជួយដល់ប្រព័ន្ធរំលាយអាហារនិងសម្រកទម្ងន់ការ៉ុតគឺជាប្រភពដ៏ល្អនៃជាតិសរសៃ fiber ដែលជួយសម្រួលដល់ដំណើរការរំលាយអាហារការពារជំងឺទល់លាមកនិងជួយរក្សាលំនឹងជាតិស្ករក្នុងឈាមការបរិភោគការ៉ុតធ្វើឲ្យឆ្អែតបានយូរដែលស័ក្តិសមបំផុតសម្រាប់អ្នកចង់បញ្ចុះទម្ងន់ឬគ្រប់គ្រងទម្ងន់កាយ 5. ថែរក្សាសុខភាពស្បែកឲ្យក្មេងជាងវ័យវីតាមីន A និងសារធាតុប្រឆាំងអុកស៊ីកម្មផ្សេងទៀតជួយការពារស្បែកពីការបំផ្លាញដោយពន្លឺព្រះអាទិត្យកាំរស្មី UV បន្ថយភាពជ្រីជ្រួញនិងជួយឲ្យស្បែកមានសំណើមភ្លឺថ្លាពីខាងក្នុង 6. កាត់បន្ថយហានិភ័យនៃជំងឺមហារីកការសិក្សាជាច្រើនបានបង្ហាញថាការបរិភោគបន្លែដែលមានសារធាតុការ៉ូថេណុយខ្ពស់ដូចជាការ៉ុតអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនដូចជាមហារីកសួតមហារីកគ្រាប់ពេញប្រូស្តាតនិងមហារីកពោះវៀនធំគន្លឹះការបរិភោគការ៉ុតទាំងឆៅឬឆ្លងកាត់ការចម្អិនស្រាលៗដូចជាស្ងោបឬឆាជាមួយប្រេងបន្តិចជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមនិងបេតាការ៉ូទីនបានកាន់តែមានប្រសិទ្ធភាពខ្ពស់